បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលម្ដងទៀតការសាកល្បងវិនិយោគរបស់ខ្ញុំលើបណ្ណវិហ៊ុននេះគឺវាមានហានិភ័យខ្លាំងគេហៅថាបណ្ណវិហ៊ុនសាឡាងណា crypto យើងឃើញថាតម្លៃឥឡូវវាធ្លាក់ដល់74តម្លៃវាអត់មានភាពនឹងនរព្រោះអីវាឡើងចុះរហូតឡើងនិយាយទៅចុះពី74.06ថ្ងៃហ្នឹងចុះដល់71.99ឥឡូវឡើងមក70ឡើងដល់74ឥឡូវចុះមកដល់73.9វិញហើយយើងឃើញថាតម្លៃវាមានភាពនឹងនរទេសម្រាប់ crypto ហើយខ្ញុំចង់និយាយម្ដងដែរពេលដែលខ្ញុំធ្វើការសាកល្បងវិនិយោគហ្នឹងខ្ញុំទិញតម្លៃ82ចំនួន500ហ៊ុនអស់តម្លៃ32,000ពេលដែលវាឡើងដល់$97ហ្នឹងខ្ញុំបានចំណេញ$6,000ហើយពេលដែលវាធ្លាក់មកដល់$60ខ្ញុំខាត8,000ហើយឥឡូវវានៅសល់74ខ្ញុំខាត2,800តែបើប្រៀបធៀបខែ5ពេលវាឡើងដល់96ខ្ញុំចំណេញ6,000អញ្ចឹងលុយខ្ញុំប្រហែលជាធ្លាក់ចិត្ត9,000ធ្លាក់ប្រហែល$9,000ពេលដែលវាធ្លាក់ដល់60ហ្នឹងខ្ញុំទឹកលុយធ្លាក់14,000ធ្លាក់ច្រើនបាទហើយហ្នឹងហើយនៅថ្ងៃនេះខ្ញុំទស្សន៍ទាយថានៅចុងខែនេះប្រហែលជាឡើងប្រហែលជាដល់ត្រឹម76ទេអត់ឡើងដល់80ទេហើយចុងខែក្រោយលុបនេះចោលវិញហើយចុងខែក្រោយប្រហែលជាឡើងដល់ចុងខែក្រោយហ្នឹងចុងខែ9ហ្នឹងឡើងដល់82ហើយដល់ចុងឆ្នាំហ្នឹងឡើងដល់95អាហ្នឹងការប៉ាន់ស្មានរបស់ខ្ញុំចំណែករបៀបថាការស៊ីនេះគេក៏ធ្វើការប៉ាន់ស្មានដែរថាបើវាឡើងលើស$100វាឱកាសវាមានតែ36%ទេដែលអាចឡើងដល់$96ឡើងដល់$100ហើយបើវាឡើងដល់$150ជាងហ្នឹងឱកាសវាមានតែ21%អញ្ចឹងបានន័យថាភាគរយវាតិចណាស់អញ្ចឹងបានខ្ញុំថាចុងឆ្នាំនេះប្រហែលជាបានត្រឹម95ទេខ្ញុំឃើញថា crypto ថ្ងៃនេះទោះបីជាវាថា stock វាមានការល្អដោយសារប្រេងចុះថោកចឹង stock វាឡើងថ្លៃប៉ុន្តែ crypto អត់សូវឡើងថ្លៃប៉ុន្មានទេឡើងតិចតួចយើងមើលដូចគ្នាដែរ Ethereum ដូចគ្នាដែរចុះពី1890រហូតដល់1830ឥឡូវឡើងមកវិញដល់1869 Bitcoin ដូចគ្នាដែរ Bitcoin ឡើងច្រើនជាងមុនយើងឃើញថា63,600ចុះដល់63,200ឥឡូវចាប់ដើមឡើងដល់63,800វិញចឹងឃើញថា Bitcoin ឡើងដោយឡើងច្រើនជាងគេហើយយើងមកមើលបណ្ណវិហ៊ុនវិញនេះបណ្ណវិហ៊ុន SP AWK ដែលមាន160ក្រុមហ៊ុនយើងឃើញថាថ្ងៃនេះយើងចុះបន្តិចតែបើយើងមើលក្នុងរយៈពេល5ថ្ងៃវាឡើងដល់8ឯកតកម្មម្ដងទៀត148បន្តមកឥឡូវចុះសល់147វិញអញ្ចឹងបណ្ណវិហ៊ុននេះល្អទោះបីវាឡើងតិចតួចមែនយើងមើលទៅដូចជាឡើងរហូតដែរហើយមកទៀត S&P 500មានចំនួនមានក្រុមហ៊ុនធំ500ក្រុមហ៊ុននៅសហរដ្ឋអាមេរិកគេឃើញឡើងដល់7,600វាចុះដល់លើកមុនវាចុះដល់73,500 73,000 7,328ឥឡូវឡើងដល់76,000វិញ
ដោតចូលដូចគ្នាដែរបើយើងមើលរយៈពេល5ថ្ងៃវាចុះមកដល់51600ឥឡូវឡើងដល់53100វិញអញ្ចឹងឃើញថា stock ឥឡូវមានការឡើងថ្លៃតិចតួចក្នុងរយៈពេល5ថ្ងៃយើងឃើញថាឡើងមកវិញដោយសារប្រេងធ្លាក់ចុះមកវិញអញ្ចឹងណាហើយយើងឃើញថាមាសថ្ងៃនេះរៀងធ្លាក់ចុះបន្តិចធ្លាក់ពី41000 4124ធ្លាក់ដល់4085ឥឡូវឡើងដល់4108វិញមើលរយៈពេល5ថ្ងៃឡើងដល់4170ឥឡូវចុះមកវិញហើយយើងឃើញថាមាសវានៅប្រហែលជាទៅធំ4000 4100 4200អី WTI យើងឃើញថាប្រេងវាមានការធ្លាក់ថ្លៃរយៈពេលប្រហែលថ្ងៃធ្លាក់ពី85ដល់80.38ដុល្លារក្នុង1 barrel អញ្ចឹងយើងឃើញថាប្រេងមានការចុះថ្លៃចំណែកបានពីហ៊ុន SpaceX របស់លោក Elon Musk វិញយើងឃើញថាបានពីហ៊ុនគាត់ឥឡូវនៅសល់តែ114ទេពេលចេញមកដំបូងវាឡើងដល់200វាឡើងដល់211តមកឥឡូវចុះសល់114ហើយផឹកមិញហ្នឹងវាចុះដល់106ទៀតផឹកមិញឥឡូវឡើងមកវិញចាំថាបើនេះបើសិនជាវានៅខែ1ខ្ញុំអាចទិញបានតែខ្ញុំចង់ដឹងថានៅខែ1ប្រហែលវាចុះមកទៀតចាំខ្ញុំអត់ទាន់ទិញហើយខែ1ខែ2ហ្នឹងបើវានៅតម្លៃប៉ុណ្ណឹងឡើងថ្លៃតិចតួចខ្ញុំទិញដែរតែខ្ញុំគិតថានឹងចុះមកទៀតដោយសារតែអ្នកដែលកាន់ពាក្យហ៊ុនខ្លះគាត់ជាប់កិច្ចសន្យាថាលក់បានដល់ថ្ងៃដល់ខែ1ខែ2មិនអាចលក់បានអញ្ចឹងយើងចាំពួកគាត់អាចលក់បានពេលដែលគាត់លក់ទៅតម្លៃនឹងចុះថោកវិញអញ្ចឹងហើយយើងមើលមកព័ត៌មានតាក់ទងនឹងហិរញ្ញវត្ថុថ្ងៃនេះវិញយើងឃើញថាបានពីហ៊ុនសហរដ្ឋអាមេរិកបានឡើងថ្លៃខ្លាំងដោយសារតែប្រទេសអាមេរិកនិងប្រទេសអារ៉ង់បានជជែកគ្នាការទូតឡើងវិញយើងឃើញថា Nasdaq Composite ខ្ញុំមាន Nasdaq Composite នេះឡើងប្រហែលជា 2% ដែរ 1.9 2% S&P 500ហើយជាមួយ Dow Jones ឡើងប្រហែល 1% តម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែគេសង្ឃឹមថាច្រកដឹកប្រេងហាមូហ្នឹងប្រហែលជាបើកឡើងមកវិញហើយតម្លៃប្រេងគ្រូតម្លៃប្រេងគ្រូហ្នឹងវាធ្លាក់ចុះជាង 6% ចឹងធ្វើឲ្យការព្រួយបារម្ភនៅលើអតិផរណាមានការថយចុះក្រុមហ៊ុន Amazon របស់លោក Jeff Bezos ក្រុមហ៊ុនគាត់មានតម្លៃឡើងដល់3លានដុល្លារ3 trillion ដោយសារតែគេមានសុទិដ្ឋិនិយមលើប្រព័ន្ធ AWS គាត់ហ្នឹងប្រព័ន្ធ AWS ប្រព័ន្ធ cloud ហើយនឹងប្រព័ន្ធវាថាតម្រូវការរបស់ AI ចឹងក្រុមហ៊ុន Amazon មិនមែនជាក្រុមហ៊ុនលក់ទំនិញតែមួយទេគាត់មានក្រុមហ៊ុនគាត់ហ្នឹងមាន AI ដែរអញ្ចឹងគាត់ផ្ដល់របៀបថាគាត់ផ្ដល់សេវា AI គេដែរយើងឃើញថាអត្រាការប្រាក់ថ្ងៃនេះវាធ្លាក់ចុះជាពិសេសអត្រាការប្រាក់របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកហ្នឹងវាធ្លាក់មកសល់4.67% វិញលើកមុនឡើងដល់4.7 4.70ជាងឥឡូវធ្លាក់ដល់សល់4.77%វិញដោយសារតែតម្លៃប្រេងវាធ្លាក់ចុះហើយសម្ពាធនៅលើអតិផរណាហ្នឹងក៏វាធ្លាក់ចុះតាមហ្នឹងដែរយើងឃើញថាធនាគារកណ្ដាលគាត់អត់ដំឡើងការប្រាក់ទេគាត់ទុកការប្រាក់នៅតម្លា
ពី3.5ទៅ3.75%អានេះអាហ្នឹងវាទាបដោយសារអាហ្នឹងភាគច្រើនគេតម្លៃការប្រាក់សម្រាប់ធនាគារចឹងភាគច្រើនគេខ្ចីតែម្លងឯងប្រហែលថាខ្ចីយប់ហ្នឹងអញ្ចឹងផឹកស្អែកសងវិញធនាគារគេខ្ចីគ្នាទៅវិញទៅមកភាគច្រើនគេខ្ចីតែមួយថ្ងៃឯងចឹងមកវាថោកចឹងពួកឯងវាខ្ចីរយៈពេលខ្លីក៏តែរបៀបថាប្រហែលជាខែក្រោយប្រហែលជាខែក្រោយធនាគារកណ្ដាលអាចដំឡើងការប្រាក់ខ្ញុំឃើញថារោងចក្រនៅអាមេរិកមានភាពខ្លាំងក្លានៅខែ7ហ្នឹងISM គឺថារោងចក្រហ្នឹងវាថាគេតាមដានទៅលើពន្ធន័យរោងចក្រហ្នឹងយើងឃើញថាវាឡើង55.6វាមានវាថាមានភាពខ្ពស់បំផុតចាប់តាំងពីខែ5ឆ្នាំ2022មកយើងឃើញថាអឺក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកហ្នឹងបានខ្ចីលុយក្នុងត្រីមាសទី3ហ្នឹងបានខ្ចីលុយចេញបានបំណុលខ្ចីលុយហ្នឹងចំនួន739,000 លានដុល្លារគឺ68,000 លានដុល្លារលើសពីខែមុនលើសពីខែ5ហ្នឹងព្រោះខែ5ហ្នឹងគេប៉ាន់ស្មានតែរបៀបថាតែ600,000 លានដុល្លារជាងឥឡូវវាឡើងដល់739,000 លានចឹងវារដ្ឋាភិបាលអាមេរិកហ្នឹងខ្ចីលុយច្រើនជាងការគិតទុកជាមុនយើងឃើញថាធនាគារ JP Morgan ហ្នឹងក៏បានប្រកាសគម្រោងចំណាយលុយ750,000 លានដុល្លារទៅលើការសាងសង់ផ្ទះនៅសហរដ្ឋអាមេរិកក្នុងពីឥឡូវរហូតដល់ឆ្នាំ2035ដើម្បីរបៀបថាដើម្បីឲ្យមានផ្ទះថ្មីសង់ច្រើនហើយឲ្យប្រជាជនអាមេរិកហ្នឹងអាចរបៀបថាអាចទិញផ្ទះនៅខ្លួនឯងបានធនាគារ USB ហ្នឹងត្រូវបានគេរដ្ឋាភិបាលអាមេរិកផាកពិន័យ125 លានដុល្លារដោយសារតែរបៀបថាក្រុមហ៊ុនហ្នឹងរបៀបថាជួយលាងលុយកខ្វក់ឲ្យជនទុច្ចរិតអីចឹងបានរដ្ឋាភិបាលអាមេរិកផាកពិន័យហើយអាហ្នឹងការផាកពិន័យហ្នឹងគឺជាការផាកពិន័យដ៏ច្រើនបំផុតយ៉ាងច្រើនបំផុតអញ្ចឹងក្នុងប្រវត្តិសាស្ត្រដែលរបៀបថាផាកទៅលើធនាគារដែលប្រព្រឹត្តខុសច្បាប់ជួយលាងលុយកខ្វក់របស់ជនទុច្ចរិតក្រុមហ៊ុនBristol Myers Squibb ហើយនឹង AstraZeneca ហ្នឹងរបៀបថាគម្រោងនឹងរបៀបថា AstraZeneca ហ្នឹងចង់ទិញ Bristol Myers ហើយទៅបានរបៀបថាក្រុមហ៊ុនពីរនឹងរួមគ្នាហ្នឹងនឹងធ្វើឲ្យរបៀបថាខ្លាយទៅជាក្រុមហ៊ុនដ៏ធំបំផុតក្រុមហ៊ុនលក់ថ្នាំពេទ្យផលិតថ្នាំពេទ្យដ៏ធំបំផុតមួយអញ្ចឹងធ្វើឲ្យវាថាការវាថាក្រុមហ៊ុនពីរហ្នឹងវាថាច្បាច់ចូលគ្នាហ្នឹងធ្វើឲ្យតម្លៃបានពាក្យហ៊ុនលើ healthcare លើវាថាសុខភាពសាធារណៈហ្នឹងវាបានឡើងថ្លៃអញ្ចឹងវាបានធ្ងន់លើខាងផ្នែកសុខាភិបាលហ្នឹងក៏តែ AstraZeneca តម្លៃស្តុករបស់គាត់ហ្នឹងធ្លាក់ចុះដោយសារគាត់អ្នកទិញភាគច្រើនការស្តុកធ្លាក់ចុះឬក៏ធ្លាក់ចុះតិចតួចឬក៏អត់មានឡើងសោះទេឡើងតិចតួចដែរក៏តែអ្នកដែលត្រូវបានគេទិញហ្នឹងនឹងរបៀបថា
នឹងបានពីហ៊ុនហ្នឹងនឹងឡើងច្រើនជាងអញ្ចឹងចឹងអ្នកវិនិយោគនៅតែខ្លំមើលតើអាការក្រុមហ៊ុនហ្នឹងសម្រេចចូលគ្នាហ្នឹងនឹងអាចកើតឡើងបានអត់ពេលខ្លះទោះបីក្រុមហ៊ុនពីរចង់វាថារួមបញ្ចូលតែមួយមែនក៏តែរដ្ឋាភិបាលអាមេរិកពេលខ្លះគាត់អត់អាចឲ្យធ្វើបានណាគាត់ប្រឆាំងមិនឲ្យធ្វើចឹងទោះបីជាក្រុមហ៊ុននឹងចង់បញ្ចូលគ្នាក៏ដោយតែសុំច្បាប់រដ្ឋបាលអាមេរិកហើយសុំច្បាប់សហភាពអឺរ៉ុបអញ្ចឹងតែសុំច្បាប់ច្រើនកន្លែងបើគេឲ្យច្បាប់ចូលគ្នាបានអាចធ្វើទៅបានហើយនេះនិយាយថាតម្លៃប្រេងធ្លាក់ចុះហ្នឹងវាជួយឲ្យបានពីហ៊ុនឡើងថ្លៃនៅថ្ងៃនេះប៉ុន្តែប្រទេសអារ៉ង់និងច្រកហាមូហ្នឹងការវិវត្តនៅច្រកហាមូហ្នឹងវាថាអ្នកវិនិយោគគេចាំមើលអញ្ចឹងប្រេងឡើងថ្លៃហើយចាំមើលរងច្រាក់ការវិវត្តនៅប្រទេសអារ៉ង់និងច្រកហាមូហ្នឹងពេលណានឹងបើកហើយនៅសប្តាហ៍នេះដែរទិន្នន័យទៅលើអ្នកអត្រាអ្នកមានការងារធ្វើនឹងចេញមកដែរហើយក្នុងខែនេះគេគិតថាធនាគារកណ្ដាលនឹងដំឡើងការប្រាក់ក៏ប៉ុន្តែយើងចាំមើលទាំងអស់គ្នាហើយក្រុមហ៊ុន AI ធំៗហ្នឹងនឹងបញ្ចេញការរបៀបថានឹងបញ្ចេញរបាយការណ៍ចំណេញដែរចឹងអស់ទាំងហ្នឹងរបៀបថាបើសិនជាតម្លៃប្រេងឡើងថ្លៃធ្វើឲ្យតម្លៃបានពីហ៊ុនថយចុះបើច្រកហាមូនេះវាបិទអារ៉ង់និងអាមេរិកប្រយុទ្ធគ្នានឹងធ្វើឲ្យប្រេងឡើងថ្លៃហើយនឹងស្តុកធ្លាក់ចុះហើយបើសិនជាអត្រាអ្នកមានការងារធ្វើនេះវាដូចជាពិបាកដែរពេលខ្លះអត្រាអ្នកមានការងារធ្វើតិចពេកអញ្ចឹងសេដ្ឋកិច្ចអាមេរិកអត់សូវល្អក៏តែបើសិនជាអត្រាអ្នកមានការងារច្រើនពេកធ្វើឲ្យធនាគារកណ្ដាលហ្នឹងប្រហែលជាដំឡើងការប្រាក់ចឹងអត្រាអ្នកមានការងារនេះបើសិនជាវាល្អពេកក៏អត់កើតហើយបើវាអត់ល្អពេកក៏អត់កើតចឹងបើវាឡើងតិចតួចឯងបានបើវាឡើងច្រើនពេកអត់កើតទេហើយនឹងក្រុមហ៊ុន AI ហ្នឹងតើរបៀបថានៅរបៀបថាគេបញ្ចេញរបាយការណ៍ចំណេញហ្នឹងចាំពេលរបៀបថាបើគេឃើញរបាយការណ៍ចំណេញបានចំណេញច្រើនប្រហែលជាធ្វើឲ្យសម្បានភាពតាក់ទងនឹង AI ហ្នឹងនឹងរបៀបថាមានការកើនឡើងតទៅទៀតច្រើនទៀតបាទបូកសរុបមកវិញឥឡូវយើងឃើញថាការបត់ពិសោធន៍វិនិយោគរបស់យើងឥឡូវយើងនៅខាតប៉ុណ្នេះមែនក៏ប៉ុន្តែវាថាចុងខែនេះប្រហែលជា76យើងនៅខាតចុងខែក្រោយវា82យើងរួចខ្លួនយើងចំណេញតិចតួច82ដោយសារអីដោយសារតែយើងឥឡូវមានយើងចាប់ផ្ដើមពី400ភាគហ៊ុនឥឡូវដល់403ហើយបន្តមកទៀតហើយចុងឆ្នាំនេះបើសិនជាវាឡើងដល់$95យើងបានចំណេញ$15ក្នុងមួយភាគហ៊ុនអញ្ចឹងគុណ400ទៅយើងចំណេញច្រើនដែរអញ្ចឹងណាហើយហ្នឹងហើយអញ្ចឹងយើងចាំមើលការបោះផ្សារទាំងគ្នាហើយការបោះផ្សារមួយទៀតខ្ញុំនឹងទុកបានពីហ៊ុនខ្លះអត់លក់ទាំងអស់ហើយដើម្បីចង់ដឹងថាពេលណាវានឹងឡើងដល់240វិញហើយដល់ពេលភាគច្រើនវាពេលខ្លះវាត្រូវការពេល3ឆ្នាំពេលខ្លះត្រូវការពេល1ឆ្នាំអញ្ចឹងឆ្នាំនេះប្រហែលជាត្រូវការពេលច្រើនជាង1ឆ្នាំសួរប្រហែលជាត្រូវការពេល2 3ឆ្នាំដែរឆ្នាំនេះអញ្ចឹងយើងចាំមើលទាំងអស់គ្នាហើយបាទបងប្អូនទាំងអស់គ្នាអរគុណហើយម្យ៉ាងទៀតបងប្អូនណាចង់មកលេខសហរដ្ឋអាមេរិកសូមតាក់ទងមកក្រុមហ៊ុនយើងខ្ញុំក្រុមហ៊ុនយើងខ្ញុំមានរបៀបថាក្រុមហ៊ុនយើងខ្ញុំមានរបៀបថាធ្វើកញ្ចប់ទេសចរណ៍មកលេខសហរដ្ឋអាមេរិកនៅខែ12នេះបាទសូមអរគុណសូមជម្រាបលាបាយបាយ